So today my point of view, welcome again to podcast episode 3 topic របស់យើងថ្ងៃនេះនឹងនិយាយអំពី facts at university និយាយអំពីការពិតមួយចំនួននៅក្នុងថ្នាក់សាកលវិទ្យាល័យអញ្ចឹងខ្ញុំលើកមក4ចំណុចសំខាន់ទី1គឺប្រវត្តិនៃការត្រៀមសិក្សាប្រវត្តិទៀតចឹងថានៅពេលយើងនៅថ្នាក់ទី12យើងត្រៀមខ្លួនសម្រាប់ចូលថ្នាក់សាកលវិទ្យាល័យហើយពេលហ្នឹងគឺជាពេលវេលាមួយដែលពិបាកខ្លាំងណាស់អ្នកនរគ្នាដែលយើងហូរជំនាញសិក្សាជំនាញរៀននៅសាកលយើងអត់ដឹងរៀនអីចឹងយើងពិបាកខ្លាំងមែនតើចឹង ហើយពេលនេះខ្ញុំចង់ឲ្យអ្នកនរគ្នាអាចងាយស្រួលខ្លះគឺយើងស្វែងយល់នៅវាជា episode 1 2ខ្ញុំបាននិយាយហើយយើងស្វែងយល់ព្យាយាមស្វែងយល់ឲ្យលម្អិតមែនតើឲ្យលម្អិតខ្លាំងមែនតើហើយចំណុចស្វែងយល់ដែលយើងត្រូវផ្ដោតហ្នឹងចំណុចទី1គឺស្វែងយល់ពីខ្លួនឯងយើងចូលចិត្តអីចង់រៀនអីចង់ខ្លាយជានរណាទី2គឺស្វែងយល់អំពីសាលាអំពីជំនាញដែលយើងចង់រៀនយើងអាច search មើលតាមប្រព័ន្ធ social media ហ្នឹងទៅទី3យើងអាចសួរបទពិសោធន៍ផ្ទាល់ពីសិស្សជំនាន់ដែលគាត់រៀននៅជំនាញទាំងអស់ហ្នឹង3ចំណុចហ្នឹងសំខាន់ហើយស្វែងយល់មែនតើបន្ទាប់មកចូលដល់ចំណុចបន្ទាប់គឺការសិក្សានៅសាកលតើរៀននៅសាកលវាខុសគ្នាពីថ្នាក់វិទ្យាល័យមិនទេអូខេអញ្ចឹងយើងមិនដឹងទាំងអស់គ្នានៅក្នុងថ្នាក់វិទ្យាល័យយើងផ្ដោតយើងរៀនចំណេះដឹងទូទៅមិនថាយើងជាសិស្សផ្នែកវិទ្យាសាស្ត្រសង្គមឬវិទ្យាសាស្ត្រពិតទេយើងរៀនមុខវិជ្ជាទូទៅដូចគ្នាប៉ុន្តែនៅក្នុងសាកលវិទ្យាល័យគឺយើងរៀនទៅតាមជំនាញរបស់យើងអញ្ចឹងមកយើងជ្រើសរើសជំនាញផ្នែកវិទ្យាសាស្ត្រឧទាហរណ៍យើងធ្វើពេទ្យឧទាហរណ៍យើងធ្វើផ្នែកគីមីចំណីអាហារវិស្វករជាដើមគឺយើងត្រូវតែផ្ដោតលើមុខវិជ្ជាវិទ្យាសាស្ត្រមុខវិជ្ជាគណិតរូបគីមីអីចឹងទៅយើងត្រូវតែផ្ដោតលើមុខវិជ្ជាទាំងអស់ហ្នឹងប៉ុន្តែបើសិនជាយើងរើសលេងមុខវិជ្ជាសង្គមរៀន management អូខេរៀន business ឥឡូវhospitality បដិសណ្ឋារកិច្ចទាំងអស់ហ្នឹងគឺយើងផ្ដោតលើការរៀនមុខជីវៈសង្គមហើយអញ្ចឹងយើងត្រូវផ្ដោតលើសួរខ្លួនឯងថាយើងចូលចិត្តផ្នែកអីរៀនហ្នឹងទៅអ្នកនរគ្នាអត់ចាំបាច់ខ្វល់ថារៀនអីមាន credit ឬអត់ល្អឬអត់សុំទោសយើងត្រូវគិតល្អមិនល្អមែនប៉ុន្តែយើងអត់ចាំផ្ដោតថាអូយអាណាមុខវិជ្ជាសង្គមមុខវិជ្ជាវិទ្យាសាស្ត្រអត់ចាំបាច់សំខាន់យើងចូលចិត្តអីរៀនហ្នឹងចប់បន្ទាប់មកនៅក្នុងថ្នាក់សាកលរបៀបនៅក្នុងការរៀនរបស់យើងបើសិនជាសាកលមួយចំនួនគឺគាត់ប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងយើងមានកម្មវិធី2ភាសាជាតិនិងភាសាអន្តរជាតិអញ្ចឹងបើសិនជាភាសាជាតិយើងរៀនជាខ្មែរប៉ុន្តែយើងអត់ច្បាស់ថា slide ដែលគ្រូប្រៀននឹងជាភាសាខ្មែរឬអត់អញ្ចឹងគាត់អាចលាយអង់គ្លេសខ្លះអញ្ចឹងទៅបើភាសាអន្តរជាតិយើងរៀនជាភាសាអង់គ្លេសចំណុចហ្នឹងឯងដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានៅក្នុងសាកលវិទ្យាល័យគឺយើងត្រូវតែចេះភាសាអង់គ្លេសហើយយើងចេះកុំព្យូទ័រដែរព្រោះអីយើងត្រូវធ្វើ slide ឡើង present ធ្វើបទបង្ហាញជាមួយនឹងមិត្តភ័ក្តិអញ្ចឹងយើងត្រូវចេះកុំព្យូទ័រ PowerPoint យើងហ្នឹងតែសម្រាប់យើងដូចជាប្រើ Canva អញ្ចឹងយើងក៏ត្រូវចេះ Canva ចេះអីអញ្ចឹងទៅហើយរបៀបក្នុងការរៀននៅសាកលគឺយើងធ្វើ presentation រាល់ឆ្នាំគ្រប់ឆ្នាំហើយការបាកងបើសិនជានៅសាលាឯកជនមានរយៈពេលខ្លីនៅសាលារដ្ឋដូចជាវែងដែរហើយសាស្ត្រាចារ្យក៏ដូចជាកម្មវិធីបរិញ្ញាបត្រគឺគាត់លើកទឹកចិត្តឲ្យពួកយើងចូលជាក្រុមគាត់តម្រូវឲ្យយើងចូលជាក្រុមជ្រើសរើសក្រុម assignment ហើយយើងធ្វើការងារជាក្រុមឡើង present ទៅតាមប្រធានបទរបស់យើងគ្រាន់ឆមាសហ្នឹងគឺជារបៀបសិក្សានៅសាកលហើយមាន assignment ផ្សេងៗទៀតគឺយើងត្រូវតែទំនួលខុសត្រូវដោយខ្លួនឯងស្វែងយល់ដោយខ្លួនឯងច្រើនជាងគ្រូមកអង្គុយប្រាប់បង្ហាត់បង្ហាញយើងអញ្ចឹងហ្នឹងគឺជារបៀបដែលយើងរៀនខុសពីថ្នាក់វិទ្យាល័យអឺទី3ចំណុចទី3ខ្ញុំនិយាយអំពីរវាងសាកលនិងការធ្វើការងារចឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើការងារខ្ញុំឃើញថាវាសំខាន់ដែលយើងត្រូវតែចេះនៅភាសាអង់គ្លេសនិងកុំព្យូទ័រដូចខ្ញុំនិយាយដដែលៗអញ្ចឹងជាពិសេសគឺការងារ office យើងត្រូវចេះច្បាស់ដែរនៅផ្នែកទាំងពីរហ្នឹងកុំព្យូទ័រផ្នែករដ្ឋបាលហើយបើចេះផ្នែក design ទៀតក៏ល្អដែរហើយយើងត្រូវចេះយើងត្រូវចេះពីរហ្នឹងអញ្ចឹងទៅហើយមួយទៀតខ្ញុំចង់លើកអំពី mindset នៅក្នុងការធ្វើការនៅពេលដែលយើងរៀនជំនាញអីយើងប្រកាសជាចង់ចេញមកធ្វើការងារជំនាញហ្នឹងហើយប៉ុន្តែបើសិនជាយើងមានឱកាសធ្វើការងារជំនាញហ្នឹងវាល្អមែនតើប៉ុន្តែបើសិនជាយើងអត់មានឱកាសទេយើងអត់ចាំបាច់ដាក់សម្ពាធខ្លួនឯងពេកទេយើងអាចធ្វើការងារផ្សេងទៀតដែលយើងចូលចិត្តហើយយើងអាចធ្វើបានតែវាអត់ត្រូវជំនាញក៏ដោយយើងធ្វើទៅព្រោះអីគោលបំណងនៃការធ្វើការគឺដើម្បីរកប្រាក់ចំណូលអញ្ចឹងនឹងគឺជា mindset ដែលខ្ញុំចង់ប្រាប់ហើយ
Nhưng cái tha ca được dương phương chắc vì chiều vì thi mua để chui dương ban xoay vô ban sặc xa xem ban tơ cả lại xem này dương trong tơ vì chi vì sao là phim ni càng nhiều bỏ dương ni chụp bật càng nhiều bỏ dương á cuối nữ dương mình đấy cái dương mình tôi về là du không ca phước cả chứ giờ trong bạn đã sập biết lại về tha dương hiện đấy thời thua nâng tơ từ cái lại nâng ở trong bạn để bớt sinh tơ ban bị lọ khlang bần ta bật tơ ban thế cái dùng vậy tra chứ cóปัญหาไอ้เจ้าครั้งใดยังอาจจะเลือกเพลงมวยแต่ละออสเมียบเยอะให้ยังอาจធ្វើបានអូខេអញ្ចឹងជាចំណុចមួយចំនួនដែលយើងសិក្សាតាក់ទងនឹងថ្នាក់សាកលវិទ្យាល័យហើយដូចជាមានតែប៉ុណ្្នឹងទេថ្ងៃនេះខ្ញុំនិយាយអត់មានអីលម្អិតច្រើនទេប៉ុន្តែចំពោះ episode 4ខ្ញុំនឹងលម្អិតអំពីការមករៀននៅសាកលនឹងធីមខ្លួនអីខ្លះត្រូវធ្វើអីខ្លះច្រើនជាងនឹងទៀតអានេះខ្ញុំគ្រាន់តែនិយាយពី mindset ពីចំណុចមួយចំនួនតាក់ទងនឹងការពិតនៅសាកលវិទ្យាល័យអរគុណសម្រាប់ការតាមដានស្ដាប់នៅ Little Podcast សូមរងចាំនៅ episode 4